សឹងតែមិនគួរឲ្យជឿទេកន្លែងលក់បាយស្រូបបាយផ្អប់មួយកន្លែងនេះលក់រយៈពេល5ទៅ6ម៉ោងទេអង្គក 5B ហើយក្នុងមួយផ្អប់ត្រឹមតែ5,000រៀលទេមានជំរឿនហូបជាច្រើនជាង10មុខគឺមានឆ្លាស់គ្នាជារៀងរាល់ថ្ងៃតែម្ដងពិតជាងាយស្រួលខ្លាំងមែនតើសម្រាប់បងប្អូនដែលគាត់ធ្វើការពេលព្រឹកឡើងអត់មានពេលធ្វើបាយធ្វើម្ហូបអីហ្នឹងអាចមកសាកបានយីទៅដូចខមមិនខ្លាំងតម្លៃសមរម្យហើយមានជំរឿនហូបជាច្រើនទៀតដល់កន្លែងគាត់បើកចាប់ពីម៉ោង6ព្រឹកដូចបានឃើញអញ្ចឹងមិនអត់ទាន់ភ្លឺសបួរផងគឺមានភ្ញៀវមកបដាហើយកន្លែងគាត់គឺមានឈ្មោះថាបាយថ្នល់លឹងឯងគឺទីតាំងស្ថិតនៅជាប់ស្តុបសំណាក់12តមុខនៅសាលា BLT តែម្ដងណាហើយរាល់មុខម្ហូបរបស់គាត់ទាំងអស់គឺគាត់ធ្វើការចម្អិនភ្លាមបែបនេះតែម្ដងគឺគាត់ធ្វើចំនួនមានកំណត់ពេលដែលអស់អញ្ចឹងគឺគាត់ធ្វើថ្មីក្តៅតែម្ដងគឺគាត់អត់ធ្វើຕົកទេអ្នកទាំងអស់គ្នាគឺគាត់គិតគូរពីគុណភាពខ្លាំងមែនតែម្ដងហើយសរសើរត្រង់ថាកន្លែងគាត់អនាម័យខ្លាំងអ្នកទាំងអស់គ្នារាប់បុគ្គលិកទាំងអស់គឺមានពាក្យម៉ាស់ក៏ដូចជាសមដែរក៏ដូចជាមួយអីអញ្ចឹងទៅគឺ the best ខ្លាំងមែនតែហើយអីដែល admin ចង់សរសើរមួយទៀតគឺការពីខ្ចប់របស់គាត់នឹងហ្មងស្អាតខ្លាំងមែនតែអ្នកទាំងអស់គ្នាដែលគាត់បន្ថែមជាមួយនឹងស្លឹកចេកមើលទៅស្អាតនឹងអនាម័យក៏ដូចជាជួយកាត់បន្ថយជាមួយនឹង plastic គឺគាត់គិតគូរពីគុណភាពនិងសុខភាពអ្នកញ៉ាំខ្លាំងមែនតែហើយមកសានេះឃើញថាបុគ្គលិករបស់គាត់ច្រើនគឺជួយគ្នាញាប់ជើងញាប់ដៃខ្លាំងមែនតែមកបែងចែកការងារម្នាក់មួយផ្នែកដាច់តម្លៃអញ្ចឹងណានិយាយទៅសេវារហ័សទាន់ចិត្តហ្មងអ្នកទាំងអស់គ្នាមកដល់គ្រាន់តែហុចលើគាត់គឺបានបាយទាន់ចិត្តហើយអីដែលកាន់តែពិសេសមួយទៀតសម្រាប់កន្លែងគាត់មានទទួលរៀបចំបាយផ្អប់ដែលមានម្ហូបច្រើនជម្រើសក្នុងកម្មវិធីមិនថាកម្មវិធីដំណើរកម្សាន្តតាមក្រុមហ៊ុនសាលាក៏ដូចជាប្រជុំសិក្ខាសាលាចែកអំណោយក៏ដូចជាជូនបងកងកម្លាំងក៏ដូចជាអ្នកខ្វះខាតតាមមន្ទីរពេទ្យផ្សេងតាមមណ្ឌលកុមារកំព្រាក៏ដូចជាចែកទានជូនចាស់ជរាក៏ដូចជាលោកតាស៊ីក្លូននិយាយទៅមានរៀបចំទទួលបាយបុគ្គលិកប្រចាំថ្ងៃតាមបណ្ដាញក្រុមហ៊ុនផ្សេងដែលគាត់រៀបចំវេចខ្ចប់ឲ្យជាស្រេចតែម្ដងទទួលបាយកំងប្រអប់ចាប់ពីចំនួនតិចរហូតដល់1000ប្រអប់2000ប្រអប់អាចកំណត់ម៉ោងទទួលតាមតម្រូវការភ្ញៀវបានហើយគាត់ក៏មានកំងតាម app ញ៉ាំ24ដូចគ្នាដែរហើយអីដែលកាន់តែពិសេសមួយទៀតក្នុងពេលឆាប់ខាងមុខនេះហាងបាយថ្នល់គាត់នឹងមានទទួលបើកលក់ franchise ចំនួន2ទីតាំងដំបូងសម្រាប់អតិថិជនបើកសាខារបស់ហាងបាយថ្នល់អញ្ចឹងសម្រាប់បងប្អូនដែលគាត់មានចំណាប់អារម្មណ៍ចង់ប្រកបមុខរបរឬក៏ធ្វើអាជីវកម្មអាចធ្វើការតាក់ទងទៅខាងគាត់បាន admin នឹងធ្វើការដាក់ព័ត៌មានលម្អិតនៅលើ caption ណានឹងហើយសម្រាប់កន្លែងគាត់នឹងគឺបើកចាប់ពីម៉ោង6ព្រឹករហូតដល់ម៉ោង2រសៀលហើយនេះដូចបានឃើញអញ្ចឹងបុគ្គលិករបស់គាត់ច្រើនខ្លាំងមែនទែនរៀបចំលក្ខណៈថាញាប់ជើងញាប់ដៃខ្លាំងមែនទែនហើយម្ហូបរបស់គាត់គឺមានច្រើនជម្រើសដូចបានឃើញអញ្ចឹងណាហើយខ្ញុំមកពិតជាសរសើរដល់ម្ចាស់ហាងខ្លាំងមែនទែនដែលគាត់មានភាពច្នៃប្រឌិតលក្ខណៈថាលក់បាយផ្អប់ក្នុងមួយផ្អប់តម្លៃត្រឹមតែ5000រៀលទេហើយបាយរបស់គេ5000ហ្នឹងគឺមានថែមជាមួយនឹងទឹកតែយើងមួយទៀតអែមខ្លាំងហ្មងហើយគាត់ក៏មានសាំងវិចដូចគ្នាដែរគឺមួយដូចជា3500រៀលទេហើយគាត់ក៏មានទទួលបោះដុំតាមហាងកាហ្វេនានាដូចគ្នាដែរហើយនេះគឺជាសកម្មភាពដែលគាត់កំពុងតែលក់នឹងអស់គ្នាមមាញឹកខ្លាំងមែនតើមកភ្ញៀវរបស់គាត់ចេញចូលអត់ចេះដាច់មកអ្នកទាំងអស់គ្នានិយាយទៅមិនថាអ្នកដែលគាត់ទៅធ្វើការមិនថាជាក្មេងសាសនាអីទេលក្ខណៈងាយស្រួលខ្លាំងមែនតើមកដល់ហុចលើគាត់មកគឺបានបាយតន់ចិត្តតែម្ដងណានឹងអ្នកទាំងអស់គ្នាសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយៗបាយ